សួស្តីគ្នាទាំងអស់គ្នាសម្រាប់វីដេអូនេះយើងធ្វើតេស្តសម្រាប់ការបាញ់ទៅចំណុចមួយបាទជាមួយការបាញ់របស់យើងអញ្ចឹងនៅពេលដែលយើងបើកម៉ាស៊ីន Total System មកគឺទំព័រដំបូងគឺបែបនេះបាទនេះគឺជាម៉ាកម៉ាស៊ីនរបស់វាអានេះគឺចបដែលយើងបានបង្កើតបាទនៅម៉ាស៊ីននេះវាសួរយើងនៅលើអេក្រង់តែម្ដងឈ្មោះចបដែលយើងបានបង្កើតគឺ CR021 បាទអញ្ចឹងអានេះគឺ observation OBN គឺ observation UCD នេះការ observation ហ្នឹងគឺយើងការវង្វេងរបស់យើងហើយយើងចុច F1 ឬ escape ទៅវាចូលទៅ page ទី1 ទី2 ទី3តែម្ដងបាទហើយអា USB នេះគឺការយើង transfer តន័យចេញហើយនឹងចូលទៅតាមហ្នឹងណាបាទអញ្ចឹងយើងអត់ទាន់ដល់ទេអានេះ data នេះគឺយើងការបង្កើតចបបង្កើតអីគឺយើងបង្កើតនៅត្រង់ចំណុចហ្នឹងបាទហើយអានេះហើយគេយើងការកំណត់អីទេមកកំណត់អីអានេះវាអត់ពាក់ព័ន្ធនឹងម៉ាស៊ីនអានេះយើងអត់ពាក់ព័ន្ធនឹងវាទេបាទអញ្ចឹងនៅពេលដែលយើងចង់វាស់វែងមួយអ្វីមួយយើង escape មកឬមក F1 ក៏បានដែរបាទចូលអានេះគេហៅថា page ទី1បាទ measure page ទី1នេះ measurement មានន័យការវាស់វែងបាទយើងអាចចុចទៅ F1 និងជាចម្ងាយយើងបាទអញ្ចឹងចម្ងាយវាពីម៉ាស៊ីនទៅចំណុចគឺ 1.8 ម៉ែត្របាទអញ្ចឹងមាន1ម៉ែត្រ8ទឹកមីលីបាទអញ្ចឹងបើសិនជាយើងចុច S នេះ SHV នេះអានេះចម្ងាយ slope និងចម្ងាយ away បាទកម្ពស់វាដែរធៀបនឹងកម្ពស់ម៉ាស៊ីនបាទអញ្ចឹងអានេះជាអត់បញ្ហាទេវាតែពេលយើងកាន់វាគួរឲ្យចេះទេណាបាទហើយអានេះ offset 00នេះ0 set យើងចុចទៅធ្វើឲ្យមុំហាស់ស្មើ0យើងអាចធ្វើនៅពេលដែលយើងចង់បើកកែងអាគារចង់អីយើងចុច2ដងទៅបាទអញ្ចឹងមុំហាស់គឺស្មើ0ជាធម្មតាមុំវេមិនអាចស្មើ0ទេបាទអញ្ចឹងមុំហាស់ស្មើ0យើងអាចពង្របើកកែងអាគារបាទហើយអា coordinate នេះ S4 នេះគឺការបង្កើតទីតាំងអាម៉ាស៊ីនទីតាំងអីអាហ្នឹងចាំយើងចូលទៅវីដេអូបន្ទាប់មួយទៀតទៅបាទអញ្ចឹងនៅក្នុងនេះគឺយើងតេស្តដំបូងគឺការបាញ់មាសបាទអញ្ចឹងបើយើងបាញ់ចុចមាសបាញ់វានឹងរីតដោយសារយើងបាញ់ជាមួយណានព្រីសនេះសញ្ញានេះបាទសញ្ញានេះគឺមានសញ្ញាព្រួយមានបុកនៅបន្ទាត់ត្រេមួយហ្នឹងអាហ្នឹងវាហៅថាសញ្ញាណានព្រីសនៅពេលដែលយើងបាញ់គឺវាអាចរីតបានបាទអញ្ចឹងខ្ញុំអាចងាកកណ្ដុងឡើងទៅលើទីខ្ញុំអាចចុច F1 មួយទៅវារីតដែរបាទអញ្ចឹងមានន័យថាចម្ងាយយើងចង់មើល slope មើលចម្ងាយវែងគឺយើងចុចនេះមកបាទហើយនៅពេលដែលយើងចុច update យើងត្រូវការទៀងទាត់មើលអាកន្លែងនេះដែលខ្ញុំអត់បញ្ជាក់មិញនេះបាទសញ្ញាហ្នឹងបើសិនតែយើង update វាចេញសញ្ញាបែបនេះបាទកន្លែងនេះមានន័យថាបាញ់ជាមួយព្រីសអញ្ចឹងនៅពេលដែលយើងចុចនេះគឺវា update ទេបាទមានន័យថាវាត្រូវការបាញ់ជាមួយព្រីសវាត្រូវការចំណាំផ្លាតពីព្រីសមកវិញបាទអញ្ចឹងវា update ទេចឹងយើងចុច stop ទៅអញ្ចឹងបើយើងចង់បាញ់ជាមួយណានព្រីសយើងត្រូវតែដូរវាទៅណានព្រីសិនបាទអញ្ចឹងតចំណុចហ្នឹងមកបាទអញ្ចឹងនេះសម្រាប់ page ពេល1បើពេល2អូខេពេល2យើងចុច like file បាទអញ្ចឹងជួបពីអានេះ menu បាទ menu បាទវាមានច្រើននៅក្នុងហ្នឹងបាទយើងអាចចុចក្រោមដល់លើបាទវាមានច្រើននៅក្នុងបាទ SO ក៏នៅក្នុង LM area ការកណនីប្រាប់ផ្ទៃអីក៏នៅក្នុងហ្នឹងដែរបាទអញ្ចឹងយើងអាចកណនីបាននៅក្នុងហ្នឹងបាទហើយអា title នេះគឺការឆែកមើលទឹកទៀងទាត់វាបាទអញ្ចឹងអត់បញ្ហាទេហើយអា hash នេះគឺយើងគឺកំណត់ set មុំ hash របស់យើង EDM ការកំណត់ Netflix មើលការបាញ់ម៉ាស៊ីនការកំណត់នៅតាមចំណុចហ្នឹងការកំណត់សន្តិភាពអីប៉ុន្តែយើងមិនចំណុចកំណត់ទេបាទ F3 P3 គឺ LML LM ការវាស់ចម្ងាយពីចំណុច1ទៅចំណុច1ចម្ងាយដេកoffset បាទអានេះក៏មានច្រើនដែរការ offset ការបាញ់អីហ្នឹងអាហ្នឹងក៏យើងរៀនក្រោយដែរ topo ក៏ជាតន័យមួយមានមួយដែរ SO បាទមានតែប៉ុណ្្នឹងទេអញ្ចឹងយើងអ្វីដែលយើងធ្វើគឺយើងបាញ់ហើយឬអាចយើងបាញ់សម្រាប់ការទៅចំណុចមួយទៅចម្ងាយយើងបាញ់ជាមួយនឹងការក្តារលេខបាទអ
ចឹងការតេស្តម៉ាស៊ីនការបាញ់យើងមានតែប៉ុណ្្នឹងទេ